សូមអនុញ្ញាតក្រុមមេសូប្រិយមិត្តទស្សនិកជនបាទមុននេះគឺតែចិននេះធ្លាក់ពីលើអាគារមួយកន្លែងនេះស្ថិតនៅក្នុងបាទចិត្តតោ2បាទក្នុងស្កាលី4ក្រុងខេត្តសៀមរាបនៅថ្ងៃទី27ខែមីនាឆ្នាំ2025យើងទូព័ត៌មានបឋមថាចិត្តបរិជនចិត្តចិនម្នាក់នេះគឺធ្លាក់ពីនេះជាន់នេះមកប្រិយមិត្តបាទហើយតែពពួកនេះជាន់សិទ្ធិជាទៅបណ្ដាធ្លាក់មកក្រោមនេះតែម្ដងបាទនេះយើងទទួលព័ត៌មានធម្មតាបរិសម្នាក់ដែលនេះគឺជាជនជាតិចិនបាទបឋមសិនប្រិយមិត្តបាទបន្តមកនេះដែរយើងគេអត់មានបទមានសមត្ថកិច្ចចុះមកដល់ទីតាំងកាត់កន្លែងកាត់ហេតុទេប្រិយមិត្តបាទបាទប្រិមិត្តវិជនបាទយើងនិយាយថាទីតាំងនេះគឺចិត្តរំពងមូតោ2បាទដែលចិត្តនៅកន្លែងដំរី5បាទស្ថិតក្នុងសង្កាត់លេខ4ក្រុងនៅខេត្តផ្ទៃនោះបាទមិនដឹងថាអាគារនេះគេធ្វើការងារអីផ្ទះជួលអូតែលឬក៏ការងារបុគ្គលិកអីទេប្រិមិត្តបាទហើយបន្តមកនេះដែរយើងគេថាអត់មានវត្តមានសមត្ថកិច្ចមកដល់ទីតាំងកន្លែងកាត់ហេតុទេបាទហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង9បាទយប់បាទថ្ងៃទី27ខែមីនាឆ្នាំ2025បាទស្ថិតនៅចិត្តមូតោ2បាទផ្លូវខាងក្រោយពេទ្យចំការជែកបាទប្រិមិត្តបាទប្រិមិត្តជនបាទសិនមានព័ត៌មានអីបន្ថែមខ្ញុំនឹងអនុវត្តតាមក្រោយបាទគណៈពេលនេះខ្ញុំបាទវ៉ានិនក្រុមការងារសូមអរគុណសូមគោរពលា